បងប្អូនដែលសាកធ្វើខោត្រីជាមួយនឹងខ្ញុំញ៉ាំចៃអត់គឺមានរសជាតិឆ្ងាញ់ណាស់ហើយប៉ះសិនបើអត់ធ្លាប់ដែលធ្វើទេអាចសាកមកធ្វើជាមួយនឹងខ្ញុំទាំងអស់គ្នាបាននៅក្នុងនោះគឺត្រីមានរសជាតិឆ្ងាញ់ហើយពេលញ៉ាំប៉ះជាមួយនឹងខ្ញីទៀតគឺថាមានជាតិចាប់ជាតិគ្នាហ្មងខ្ញុំមានតែត្រីប្រាហ្នឹងគឺចំនួន6កង់យើងអាចទិញគេមកហើយយើងអាចរើសយកត្រីណាដែលវាអត់សូវរាងមានខ្លាញ់ណាទៅយកទៅខទៅមានរសជាតិឆ្ងាញ់ខ្ញី5ម្ដុំតូចប៉ុន្តែយើងកុំយកខ្ញីចាស់ពេកយើងយកខ្ចីល្មមទៅដើម្បីយកមកធ្វើខញ៉ាំទៅគឺវាអត់សូវហឹរខ្លាំងម៉ាទេយើងចិតសម្បោចបានស្អាតបន្ទាប់មកយកទៅលាងទឹកហើយនឹងចិតទៅជាបន្ទះរាងស្ដើងបែបនេះចិត្តខ្ញីបានរួចរាល់ហើយយើងចូលរបៀបនៃការខតែម្ដងជាដំបូងគឺខ្ញុំដាក់ខ្ទះរាងក្តៅបន្តិចដាក់ប្រេងឆាចូលកន្លះស្លាបព្រាបាយហើយដាក់ខ្ទឹមសនិងខ្ទឹមក្រហមដែលយើងបានចិញ្ច្រាំល្អិតហ្នឹងគឺយកមកដាក់លីងដើម្បីឲ្យវាឡើងក្លិនឈ្ងុយហើយនឹងមានពណ៌រាងក្រហមព្រឿងបន្តិចមកពេលខ្ទឹមឡើងក្រហមល្អប៉ុណ្ណឹងហើយគឺខ្ញុំបានដាក់ស្ករត្នោតហ្នឹងគឺកន្លះស្លាបព្រាបាយរួចកន្លះស្ករត្នោតហ្នឹងដើម្បីឲ្យឡើងជើងក្រងក្រហមស្អាតតកាលណាយើងធ្វើអត់ឡើងជើងក្រងស្អាតទេពេលដែលយើងធ្វើខយើងក៏អត់មានពណ៌សម្បុរស្អាតដែរពណ៌រាងសពេលស្ករឡើងពណ៌ស្អាតបែបហ្នឹងហើយគឺអាចចាក់ខ្ញីចូលបានហើយបន្ទាប់ពីចាក់ខ្ញីនឹងចូលគឺយើងឆាកូរច្បល់ខ្ញីនឹងជាមួយនឹងស្ករត្នោតបន្តិចទៀតទៅដើម្បីឲ្យខ្ញីហ្នឹងគឺរាងបានចូលជាតិគ្នារួចដាក់ទឹកត្រីចូល1ស្លាបព្រាបាយហើយនឹងម្សៅស៊ុបហ្នឹង1ស្លាបព្រាកាហ្វេយើងកូរច្បល់គ្រឿងផ្សំទាំងអស់ហ្នឹងឲ្យបានរាងចូលសព្វបន្តិចរួចដាក់ម្រេចហ្នឹង1ស្លាបព្រាកាហ្វេមកដាក់ម្រេចអញ្ចឹងទៀតទៅគឺបង្កើនរសជាតិខហ្នឹងឲ្យកាន់តែមានរសជាតិឆ្ងាញ់ហើយពេលញ៉ាំទៅរាងហឹរតិចគឺល្អមែនទែនពេលទឹកគ្រឿងឡើងពុះល្អគឺយើងអាចដាក់ត្រីចូលបានហើយសម្រាប់សាច់ត្រីនេះគឺថ្មីស្រស់ល្អពេលដាក់ត្រីចូលរួចហើយគឺយើងអាចត្រឡប់ត្រីទៅម្ខាងទៀតចឹងទៅដើម្បីឲ្យវាបានរាងចូលសព្វគ្នាសម្រាប់ការខត្រីនេះផងដែរគឺយើងអាចប្រើប្រភេទត្រីផ្សេងក្រៅពីត្រីប្រាក៏បានដែរអាស្រ័យទៅលើចំណង់ចំណូលចិត្តយើងចូលចិត្តត្រីអីគឺយើងអាចដាក់ត្រីនឹងទៅគ្រាន់តែរបៀបធ្វើគឺដូចគ្នានឹងឯងបន្ទាប់មកទៀតគឺខ្ញុំបានដាក់ទឹកធម្មតាហ្នឹងគឺចំនួន1កូនចានកន្លះដើម្បីយើងដាក់រំងាស់ត្រីហ្នឹងឲ្យវាបានចូលជាតិហើយនឹងមានពណ៌ស្អាតថែមទៀតផងនេះអត់ទាន់បានឆ្អិនទេប៉ុន្តែមើលទៅគឺចាប់ផ្ដើមតំណងបណ្ដាហើយខ្ញុំបានរំងាស់ទុកហ្នឹងគឺប្រហែលជា10នាទីដែរដើម្បីឲ្យទឹកយើងហ្នឹងវាបានរាងឡើងខាប់បន្តិចហើយនឹងវាបានចូលជាតិគ្នាជាមួយនឹងត្រីពេលត្រីឆ្អិនគឺយើងដាក់រោយស្លឹកខ្ទឹមបន្តិចមកដើម្បីវាកាន់តែមានក្លិនឈ្ងុយខ្ញុំនិយាយមែនមួយមុខនេះគឺតំណងខ្លាំងហើយមានរសជាតិឆ្ងាញ់ញ៉ាំជាមួយនឹងបាយបបរគឺត្រូវមែនទែនមួយមុខនេះត្រូវមែនទែនសម្រាប់អ្នកដែលទើបដែលសម្រាលកូនរួចឬក៏អ្នកដែលទើបតែជាសះស្បើយពីជំងឺពេលញ៉ាំទៅគឺមានកម្លាំងហើយមានអារម្មណ៍ល្អថែមទៀតផងអាចសាកធ្វើទាំងអស់គ្នាផងចង់ដឹងថាវាមានរសជាតិយ៉ាងណាដែរ